លទ្ធផលការអនុវត្តស្រែបង្ហាញអំពីបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវទិវាស្រែបង្ហាញស្ដីពីបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវបានរៀបចំធ្វើឡើងនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីស្ថិតនៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសូខនរិទ្ធិគុណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរួមនឹងមន្ត្រីជំនាញជាច្រើនរូបទៀតទិវាស្រែបង្ហាញស្ដីអំពីបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2014នេះមានគោលបំណងសំខាន់ដើម្បីធ្វើការផ្សព្វផ្សាយពូជស្រូវទាំង10មុខនិងបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវក្នុងកម្មវិធីនោះដែរមានអ្នកចូលរួមសរុបជាង200នាក់ក្នុងនោះមានកសិករចំនួន50នាក់និងសិស្សវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីក្រុមកាយរិទ្ធនិងក្រុមកាកបាទក្រហមចំនួន150នាក់ស្រែបង្ហាញអំពីផលិតកម្មស្រូវនេះបានធ្វើការអនុវត្តទៅលើផ្ទៃដីស្រែប្រមាណ2ហិកតា77អាដីស្រែចែកចេញជា2ផ្នែកគឺ1ស្រែជម្រៅមានផ្ទៃដីទំហំប្រមាណ1ហិកតា20អាជាប្រភេទដីល្បាយខ្សាច់និងទី2ជាស្រែលើមានផ្ទៃដីទំហំ1ហិកតា57អាជាដីខ្សាច់សកម្មភាពបានអនុវត្តការធ្វើស្រែបង្ហាញនេះគឺចង់បង្ហាញពីបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវបើនិយាយរួមទៅគឺកសិករដែលបានចូលរួមក្នុងសកម្មភាពនេះបានឃើញចាប់តាំងពីការចាប់ផ្ដើមធ្វើស្រែពីដំបូងរហូតដល់ពេលប្រមូលផលនេះតែម្ដងលោកគង់សំអឿនអនុប្រធាននាយកដ្ឋានដំណាំស្រូវបានបញ្ជាក់ថាថ្ងៃនេះគឺអគ្គនាយកដ្ឋានកសិកម្មបានរៀបចំទិវាស្រែបង្ហាញអំពីបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវដែលសហការជាមួយមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនៅបច្ចេកទេសគន្លឹះសំខាន់ដែលធ្វើឲ្យដំណាំស្រូវមានទិន្នផលខ្ពស់ហើយនៅក្នុងនេះយើងសង្កេតឃើញថាគឺជាវាលស្រូវដែលអគ្គនាយកដ្ឋានសហការជាមួយនឹងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានសហការគ្នាក្នុងការអនុវត្តស្រែបង្ហាញចំនួន2ហិកតា7ហើយមកដល់ពេលនេះយើងបានរៀបចំទិវាស្រែបង្ហាញព្រឹកមិញហ្នឹងគឺមានអ្នកចូលរួមកសិករ50នាក់និងសិស្សសាលាគឺចំនួន150នាក់ហើយកត្តាសំខាន់ដែលឈានទៅដល់ការជោគជ័យគឺខ្ញុំចង់និយាយអំពីបច្ចេកទេសគន្លឹះសំខាន់ដែលតាក់ទងទៅនឹងបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវតែម្ដងគឺដំបូងឡើងគឺយើងពិនិត្យមើលខ្សែបឋានយើងថាដីយើងហ្នឹងជាដីទួលឬក៏ដីជ្រៅកាលណាយើងដីជ្រៅយើងដាក់ពូជស្រូវធ្ងន់ហើយបើយើងឃើញថាដីយើងទួលទេហើយយើងមើលទៀតថាប្រភពទឹកនៅកន្លែងណាហើយយើងរៀបចំពូជឲ្យបានច្បាស់លាស់គឺស្រូវកដាលនេះគឺជាស្រូវដែលសមស្របទៅនឹងដីទួលដីដែលយើងថាយើងច្រូតនៅក្នុងខែ11មានទឹកគ្រប់គ្រាន់ហើយស្រូវធ្ងន់នោះគឺយើងដាក់ស្រូវជំើហើយយើងសង្កេតឃើញថាការធ្វើដំបូងហ្នឹងគឺយើងកំណត់ពូជច្បាស់លាស់ពូជហ្នឹងគឺយើងមានប្រភពថាពូជយើងជាពូជស្រូវអីមកថាស្រូវនេះគឺថាយើងចង់ធ្វើផ្ការំដួលយើងហៅពូជសុទ្ធផ្ការំដួលតើប្រភពមកពីណាបាទហើយអាពូជសុទ្ធនេះឯងគឺមានសក្តានុពលយ៉ាងម៉េចគឺកសិករគាត់បានដឹងហើយមិញគឺថាវាមានឥទ្ធិពលខ្លាំងដោយសារឫសរបស់វាគឺខ្លាំងកាលណាយើងស្ទូងទៅបែកគុំរបស់វាស្រស់ធ្វើឲ្យចេញហ្នឹងគឺស្រស់គ្នាដែរហើយទីបំផុតយើងបានផលមកអាទុំហ្នឹងភាពស្រស់យកទៅកិនទៅគឺអត្រាភាគរយនៃក្របរលូនហ្នឹងខ្ពស់ធ្វើឲ្យវាហ្នឹងសមស្របទៅនឹងទីផ្សារសម្រាប់លក់ដូរនៅក្នុងនិងក្រៅប្រទេស
នេះគឺជាកត្តាទី1ដែលយើងជ្រើសរើសពូជឲ្យបានត្រឹមត្រូវហើយគុណភាពក្របពូជក៏អញ្ចឹងដែរយើងត្រូវថាធ្វើម៉េចសំណើមរបស់វាមាន 14% និងដំណោះរបស់វាហ្នឹងយ៉ាងហោចណាស់ក៏85ទៅ 90% ដំណោះរបស់វាហើយពូជដែលខ្ញុំយកមកអនុវត្តនេះគឺខ្ញុំយកពូជសុទ្ធអនុញ្ញាតដែលខ្ញុំទិញពីជាស្ថានខាឌីយកមកគឺប្រើប្រាស់នៅក្នុង1ហិកតាខ្ញុំប្រើតាម25គីឡូក្រាមគឺគ្រប់គ្រាន់ក្នុង1ហិកតា តាមរយៈលទ្ធផលអនុវត្តស្រែបង្ហាញអំពីបង្គំបច្ចេកទេសប្រព័ន្ធវប្បកម្មដំណាំស្រូវមានការបង្ហាញពីពូជស្រូវផ្ការំដួលនិងបច្ចេកទេសដាំដុះដំណាំស្រូវរួមមានការជ្រើសរើសពូជគ្រាប់ពូជស្រូវសុទ្ធល្អនិងមានគុណភាពគឺភាពសុទ្ធពី 95 ទៅ 98% មានអត្រាដំណោះគ្រាប់ពី 85% ឡើងទៅទើបជាការល្អហើយសំណើមគ្រាប់មាន 14% ជាដើមជាពិសេសពូជស្រូវត្រូវមានប្រភពច្បាស់លាស់ការប្រើប្រាស់ពូជសមស្របគឺក្នុងកម្រិត25គីឡូក្រាមសម្រាប់ធ្វើការស្ទូងលើផ្ទៃដី1ហិកតា មុននឹងយើងធ្វើហ្នឹងគឺយើងរៀបចំដីឲ្យបាន3ដងបាទនៅក្នុងនេះគឺទី1ទី2ទី3គឺយើងរៀបចំធ្វើម៉េចឲ្យមានស្មៅរបស់យើងស្មៅក្នុងស្រែរបស់យើងស្អាតយើងធ្វើឲ្យវាស្អាតស្មៅហើយសម្រាប់សត្វល្អិតដែលវានៅជាប់នៅនឹងពីដើមមកកាលណាយើងភ្ជួរច្រើនដងទៅវាធ្វើឲ្យសត្វល្អិតដែលវានៅសល់ពីមុនមកហ្នឹងគឺវាបាត់បងអស់គឺវាថាស្អាតស្រែរបស់យើងនិយាយរួមទៅគឺស្អាតស្រែរបស់យើងគឺគ្មានស្មៅគ្មានសត្វល្អិតចង្រៃហើយទី3ទៀតគឺវាធ្វើឲ្យដីរបស់យើងហ្នឹងធូរកាលណាដីធូរប្រព័ន្ធឫសរបស់ស្រូវហ្នឹងគឺមានដង្ហើមល្អកាលណាដង្ហើមល្អហើយវាធ្វើឲ្យកម្លាំងស្រូបយកគ្រោះហ្នឹងបានល្អដែរធ្វើឲ្យកម្លាំងលូតលាស់រហូតទៅដល់ទិន្នផលខ្ពស់នេះយើងនិយាយសង្ខេបប៉ុណ្ណឹងហើយទី3បច្ចេកទេសបង្គំទី3ហ្នឹងគឺយើងត្រូវរៀបចំធ្វើថ្នាលកាលណាយើងបានក្របពូជហើយយើងធ្វើថ្នាលរបស់យើងឲ្យស្អាតសាបដូចខ្ញុំថាមិញហ្នឹងគឺ25គីឡូក្រាមក្នុង1ហិកតាគឺខ្ញុំដាក់1គីឡូក្រាមហ្នឹងយើងប្រើផ្ទៃដី20ទៅ40ម៉ែត្រការ៉េសម្រាប់ពូជស្រូវ1គីឡូហ្នឹងគឺយើងប្រើផ្ទៃដី20ម៉ែត្រការ៉េក្នុង1គីឡូក្រាមពូជបាទហើយជួនកាលទៅបើសិនជាយើងគិតថាដំណោះរបស់វានឹងមិនខ្ពស់ទេយើងគួរកើនមកកាលណាថាបរិមាណគ្រាប់ពូជហ្នឹងទៅដល់30គីឡូក្រាមក៏បានដែរអាហ្នឹងបើសិនដំណោះរបស់យើងនឹងមិនសូវបានខ្ពស់តែជាក់ស្ដែងគឺយើងប្រើតែ25គីឡូក្រាមការសាបគ្រាប់ពូជមុននឹងសាបត្រូវយកគ្រាប់ពូជស្រូវទៅហាលថ្ងៃឲ្យបានពី2ទៅ3ម៉ោងបន្ទាប់មកយកទៅត្រាំក្នុងទឹកពី25ទៅ36ម៉ោងទើបយកមកលាងសម្អាតរួចផ្អាប់24ម៉ោងសំណាបយើងដកមកយើងដកសំណាបដែលមានសុខភាពល្អគឺធ្លុះដើមធ្លុះយកមកស្ទូងនៅលើដីនេះបន្ទាប់ពីយើងរៀបចំដីបាន3ដងហើយគីឲ្យស្អាតស្មើហើយខ្ញុំអញ្ជើញកសិករនៅតាមភូមិហ្នឹងចំនួនប្រហែលជា20នាក់យកមកស្ទូងដើម្បីឲ្យគាត់នឹងរៀនជាមួយយើងគឺថា20 គុណ 20 ចន្លោះគុំរបស់វាគឺ20 គុណ 20 សង់ទីម៉ែត្រគុណ 20 សង់ទីម៉ែត្រគឺយើងធ្វើយ៉ាងនេះដើម្បីឲ្យថាដង់ស៊ីតេរបស់វាហ្នឹងគឺស្មើគ្នាកាលណាស្មើគ្នាវាធ្វើឲ្យខ្យល់ចេញចូលនៅក្នុងស្រែហ្នឹងក៏បានល្អវាធ្វើឲ្យការដុះលូតលាស់របស់វាមានលក្ខណៈឯកសណ្ឋានកាលណាឯកសណ្ឋានវាធ្វើឲ្យទិន្នផលរបស់វាហ្នឹងស្មើអត់មានកន្លែងណាមួយខ្ពស់ទៀតទេតាមមើលទៅគឺស្មើលក្ខណៈស្មើហ្មងយើងស្ទង់មើលទិន្នផលទៅថ្ងៃនេះប្រហែលរហូតដល់74តោនក្នុង1ហិកតាបាទនេះគឺជាការស្ទូងហើយការគ្រប់គ្រងទឹកទៀតសោតការគ្រប់គ្រងទឹកទៀតសោតគឺយើងធ្វើតាមបច្ចេកទេសគឺយើងប្រើប្រាស់ទឹកតិចបំផុតធ្វើម៉េចឲ្យវានឹងថាសើមកុំឲ្យវាដាច់កាលណាវាដាច់ទៅវាធ្វើឲ្យវានឹងគោករាំងស្ទះដល់ការបែកគុំអញ្ចឹងទម្លាប់របស់អ្នកបច្ចេកទេសគឺប្រើពី2សង់ទីម៉ែត្រទៅ7សង់ទីម៉ែត្រទៅតាមដំណាក់កាលលូតលាស់របស់វាឧទាហរណ៍នៅពេលវានៅខ្ចីយើងត្រូវការទឹកល្មមបានហើយអត់មានត្រូវការច្រើនទេកាលណាច្រើនទៅវាបែកគុំនោះតិចអញ្ចឹងធ្វើឲ្យទឹកនោះវា2សង់ទីម៉ែត្រពីផ្ទៃដីមក
បាទវាធ្វើឲ្យការបាច់គុំរបស់វានឹងល្អ ការគ្រប់គ្រងស្មៅវាតាក់ទងទៅនឹងការរៀបចំដីស្មៅល្អគ្រប់គ្រងទឹកបានល្អទើបស្មៅពុំមានដុះការធ្វើស្មៅដោយដៃឬឧបករណ៍រុញឬប្រើថ្នាំគីមីអាស្រ័យនឹងស្ថានភាពជាក់ស្ដែងនៃស្រែផលិតកម្មស្រូវគួរគិតពីបរិស្ថាននិងប្រសិទ្ធភាពសេដ្ឋកិច្ចការគ្រប់គ្រងសត្វចង្រៃនិងជំងឺតាមបច្ចេកទេស IPM តាក់ទងទៅនឹងការបាក់ជីទៀតសោតទឹកហ្នឹងគឺយើងគ្រប់គ្រងបានល្អវាធ្វើឲ្យស្មៅក៏បានថាអត់មាននៅក្នុងស្រែច្រើនទេបាទវាមានដែរប៉ុន្តែមានតិចតួចហើយវាតាក់ទងទៅនឹងការធ្វើស្មៅហ្នឹងគឺយើងធ្វើនៅពេលដែលសំណាបសន្ទុះរបស់យើងហ្នឹងមានអាយុដល់20ថ្ងៃកាលណា20ថ្ងៃយើងចាំបាច់ធ្វើស្មៅហ្នឹងឲ្យបានស្អាតមកឲ្យបានស្អាតតែម្ដងគឺធ្វើតាមលក្ខណៈថាបោចដោយដៃនិងប្រើឧបករណ៍រុញហើយបើសិនជាកន្លែងណាមានស្មៅខ្លាំងក៏យើងអាចប្រើថ្នាំគីមីក៏បានដែរប៉ុន្តែយើងទៅតាមការបច្ចេកទេសកំណត់របស់ថ្នាំគឺមានការប្រើប្រាស់ទៅតាមបរិមាណថ្នាំសមស្របទៅនឹងផ្ទៃដីដែលបានកំណត់នៅក្នុងការណែនាំនៅក្នុងផ្លាករបស់គេហ្នឹងណាបាទអញ្ចឹងការគ្រប់គ្រងស្មៅវាមានច្រើនសន្តានមានច្រើនប្រភេទណាយើងធ្វើដោយដៃយើងធ្វើដោយឧបករណ៍រុញនិងប្រើថ្នាំគីមីនៅពេលដែលយើងចាំបាច់ត្រូវប្រើប៉ុន្តែបើមិនចាំបាច់ទេយើងមិនចាំប្រើព្រោះវាអាចប៉ះពាល់ទៅដល់នឹងសេដ្ឋកិច្ចបើនិយាយពីសេដ្ឋកិច្ចនេះវាអាចប៉ះពាល់ប៉ុន្តែនៅក្នុងពេលនេះបន្ទាប់ពីយើងធ្វើស្មៅហើយយើងបាច់ជីបំពន់លើកទី1បំពន់លើកទី1ហ្នឹងគឺយើងប្រើដាប់ប្រើដាប់នឹងប្រហែលជា25គីឡូក្រាមបូកនឹងជីអ៊ុយរ៉េបាទប្រហែលជា40គីឡូក្រាមបាច់លើកទី1អញ្ចឹងតាក់ទងទៅនឹងការបោចស្មៅគឺតាក់ទងទៅនឹងការគ្រប់គ្រងទឹកវាតាក់ទងទៅនឹងការបាច់ជីនឹងឯងបាទជីនៅក្នុងនេះខ្ញុំនិយាយត្រឡប់ទៅវិញចុះគឺខ្ញុំបានប្រើជីកំប៉ុស្តនិងជីគីមីការជីកំប៉ុស្តខ្ញុំប្រើ2តោនកន្លះក្នុង1ហិកតាយើងបាច់ហើយបានយើងទ្របបានយើងភ្ជួរលុបហើយជីគីមីទុកប្រព័ន្ធទី1ប្រព័ន្ធទី2ប្រព័ន្ធទី1គឺយើងប្រើអ៊ុយរ៉េនិងដាប់នឹង25ហើយទ្របបាតនោះជាមួយជីធម្មជាតិដែរគឺ25គីឡូក្រាមដែរក្នុងហិកតាអញ្ចឹងដាប់វាមានជីដាប់និងជីកំប៉ុស្តសម្រាប់ទ្របបាតប្រព័ន្ធលើកទី1គឺដាប់និងអ៊ុយរ៉េប្រព័ន្ធទី3គឺអ៊ុយរ៉េនិងប៉ូតាស្យូមក្លរ៉ូបាទដើម្បីធ្វើឲ្យគ្រាប់របស់វាឆ្លុះល្អហើយមើលទៅមានពណ៌ល្អទៀតកាលណាយើងបាចជីរបៀបហ្នឹងតាមបច្ចេកទេសរបៀបហ្នឹងគឺធ្វើឲ្យទិន្នផលរបស់វាខ្ពស់យើងសង្កេតឃើញថាដីកន្លែងនេះកាលពីមុនធ្វើបានតិចទេ2តោនក្នុង1ហិកតាប៉ុន្តែដោយសារបច្ចេកទេសយើងធ្វើគុំគ្នាយ៉ាងហ្នឹងវារហូតដល់3តោនចិត្ត4តោនក្នុង1ហិកតាបានផលបាទយើងនឹងឃើញនៅកន្លែងខ្លះកន្លែងនោះអញ្ចឹងគ្រាន់តែជាក់ថាប្រពលវប្បកម្មដំណាំស្រូវជាលទ្ធផលការអនុវត្តស្រែបង្ហាញអំពីបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវតាមរយៈពីការយកសំណាក់ស្ទង់ទិន្នផលស្រូវជាមធ្យមទទួលបានផល3តោន860គីឡូក្រាមក្នុងផ្ទៃដី1ហិកតាខណៈដែលកសិករធ្វើស្រែតាមទម្លាប់នៅក្នុងតំបន់នេះបានទិន្នផល2តោនក្នុង1ហិកតាតើកសិករនឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីការអនុវត្តតាមបង្គំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវកសិករទទួលបានមានកាត់បន្ថយបរិមាណគ្រាប់ពូជធ្វើឲ្យចំណេញថវិកាបានជ្រើសរើសនិងប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អដំណាំស្រូវលូតលាស់ល្អតាមសក្តានុពលរបស់វាកាត់បន្ថយការបាត់បង់ជីជាតិនិងកែលម្អគុណភាពដីកាត់បន្ថយចំណាយមិនចាំបាច់មួយចំនួនពីការទិញជីគីមីនិងថ្នាំកសិកម្មធ្វើឲ្យបរិមាណដំណាំស្រូវល្អប្រសើរនិងមាននិរន្តរភាពផលិតកម្មកសិករកាន់តែស្រឡាញ់ស្រែនិងចុះពិនិត្យស្រែជាប្រចាំទិន្នផលដំណាំស្រូវកើនឡើងពី30ទៅ50%និងទទួលបានប្រាក់ចំណេញកាន់តែច្រើនបើធៀបនឹងទម្លាប់កសិករកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បានមួយកម្រិតផងដែរជំរាបសួរអ៊ំឈ្មោះអីមក
ខ្ញុំនៅភូមិចំោះជ្រូកឈ្មោះ5នៅភូមិចំោះជ្រូកស្រុកឃុំជ្រេះស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងឥឡូវខ្ញុំមកបញ្ជាក់ពីកសិកម្មខំដាំដុះដំណាំស្រូវនេះគឺស្ទូងក្នុងមួយគុំចាប់តែពីដើមឬមួយដើមទេហើយរើសយកតែដើមណាដែលល្អដើមណាមិនល្អគឺយើងអត់ឲ្យធ្វើអត់ឲ្យស្ទូងទេដើមធំចាប់មួយដើមដើមតូចចាប់ពីដើមហើយមួយយ៉ាងទៀតដល់ពេលមកធ្វើចឹងហើយចាប់តែពីដើមឬមួយដើមទេប៉ុន្តែស្រូវបែកបានទៅជា10ដើមទៅជា9ដើមមើលក្នុងនឹងបច្ចេកទេសគឺបានល្អហើយគួរស្រូវក៏បានល្អដែរទៅថ្ងៃមុខខ្ញុំនឹងអនុវត្តតាមកសិកម្មដែលកំពុងបង្រៀនខ្ញុំនេះឲ្យបានដូចអ្នកកសិកម្មបង្រៀនខ្ញុំនឹងនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ1995មកកម្ពុជាបានផលិតស្បៀងលើសពីតម្រូវការហូបក្នុងស្រុកនិងឈានទៅធ្វើការនាំចេញទាំងអស់នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់កសិករយើងជាអ្នកផលិតនិងតាមរយៈការជួយគាំទ្របច្ចេកទេសពីមន្ត្រីកសិកម្មនៅទូទាំងប្រទេសដូចនេះហើយទិវាស្រែបង្ហាញថ្ងៃនេះគឺមានគោលបំណងចង់បង្ហាញបច្ចេកទេសការងារកសិកម្មផ្អែកទៅលើបង្គំបច្ចេកទេសប្រព័ន្ធវប្បកម្មដំណាំស្រូវនិងពូជស្រូវទាំង10មុខដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងធ្វើការផ្សព្វផ្សាយទិវាស្រែបង្ហាញថ្ងៃនេះក៏បានបង្ហាញលទ្ធផលដែលសម្រេចបានដល់បងប្អូនប្រជាកសិករនិងសិស្សវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានមកចូលរួមដើម្បីឲ្យមានការចាប់អារម្មណ៍លើវិស័យកសិកម្មសម្រាប់ទិសដៅថ្ងៃអនាគតថាតើគួរជ្រើសរើសយកជំនាញអ្វីមួយឲ្យពិតប្រាកដខ្ញុំឈ្មោះឡាសាហ្វូរ៉ាមកពីសាលារៀនបច្ចេកទេសចំណេះទូទៅនៅបច្ចេកទេសព្រះបាទនរោត្តមសីហមុនីខ្ញុំរៀននៅឆ្នាំទី2ផ្នែកសេដ្ឋសាស្ត្រខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយមែនតើដែលវាដែលគេបានធ្វើសិស្សកន្លែងហ្នឹងតែលក្ខណៈបច្ចេកទេសក្នុងនាមខ្ញុំផ្ទាល់ជាសិស្សផ្នែកបច្ចេកទេសក៏ពេលខ្ញុំបានឃើញពួកគាត់ធ្វើទៅមានអារម្មណ៍ថាសប្បាយចិត្តមែនតើហើយនឹងក្នុងទិវានេះដែរខ្ញុំបានយល់ដឹងច្រើនអំពីដំណាំស្រូវនិងអំពីអត្ថប្រយោជន៍កាន់តែច្រើនពីសេដ្ឋសាស្ត្រណាស់ឲ្យអូនគិតឃើញយ៉ាងម៉េចដល់ពេលអញ្ចឹងខ្ញុំមកឈ្មោះមកក៏មកថ្មីគុំឲ្យពូសុកសាមគីមនេះខេត្តកំពង់ឆ្នាំងខ្ញុំជាសិស្សឆ្នាំទី2ផ្នែកសេដ្ឋសាស្ត្រនៅសាលាព្រះបាទសម្ដេចនរោត្តមសីហមុនីខ្ញុំមកថ្ងៃនេះចូលរួមក្នុងកម្មវិធីថ្ងៃនេះមានចិត្តសប្បាយរីកខ្លាំងណាស់ព្រោះខ្ញុំឃើញថាខាងក្រសួងកសិកម្មគាត់បានធ្វើស្រែតាមបច្ចេកទេសបានផលល្អតែខ្ញុំបានចូលរួមកម្មវិធីនេះគឺបានយល់ដឹងជាច្រើនអំពីអត្ថប្រយោជន៍នៃការសិក្សាបច្ចេកទេសនៅខាងដំណាំស្រូវបានច្រើនហើយខ្ញុំនឹងយកបច្ចេកទេសនេះទៅអនុវត្តជាលក្ខណៈគ្រួសាររបស់ខ្ញុំចំពោះកសិករដែលបានមកចូលរួមធ្វើស្រែបង្ហាញនេះចាប់តាំងពីដំណាក់កាលដំបូងមកគាត់ទទួលបានចំណេះដឹងថ្មីពីការងារធ្វើស្រែតាមបង្គំបច្ចេកទេសប្រព័ន្ធវប្បកម្មនេះពួកគាត់នឹងមានការកែទម្លាប់ពីការធ្វើស្រែរបស់ពួកគាត់ផងដែរលទ្ធផលការអនុវត្តស្រែបង្ហាញស្ដីអំពីបង្គំបច្ចេកទេសប្រព័ន្ធវប្បកម្មដំណាំស្រូវតាមការសន្និដ្ឋានកសិករទទួលយកពូជស្រូវផ្ការំដួលនិងបង្គំបច្ចេកទេសប្រព័ន្ធវប្បកម្មសម្រាប់ផលិតកម្មស្រូវរដូវវស្សាក្នុងតំបន់ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង